cho nó tại còn là tầm nang ấy lâu đấy đại gia để trồng sa đàn những người chạy tam đòn từ lên mấy con mà đây ní chỉ chùm nuôi màu tròn mình tên đại dương từ nòm dọc từ chôn rô cô ởตึก chùm nón miền bậc phết miền nằm pet của miền ba đọc cúตึก yêu co mi ấy mà chơi mốc à còn dây rúa mà cứ chùm nuôi chùm rô mỏng chùm rô mỏng chẳng ấy bán dừng từ chạy đào bờ chiều bờ đọt nó cứ tay đẹp hẹp quả ta đấy công cho lom tha nè khla ban con nè khla ban mi nè khla ban khọ áo nó đôi sao với tầm thứ mấy ở chùm nuôi tầm nướp chùm rô chẳng đây mình bao giờ oi bao chắc đi chạy tham chẳng bà bật tay một nâng chụp điệp chun mua đây là play mật nâng rương sọc đỏ chuyên để bàn chuối lâu dương tàu rương bao dương dân ta sẽ là nơi rương chơi cứ rương mùi ní cầm hôn cha đái đông dương thưa phân để phật cà phê đây pi mùa hạt này cả bật bóng cầm hôn bật ở phần bón cha đái đông dương nơi ai bật tây Campuchia cầm hôn cha đái đông dương cà pi rồi phía ngày tị đập rầm bay tờ lá năm pi pon đã bay bàn thưa phân này phật cà phê nơi ai phần tha kia Cambodia ná chả đôi ban bánh chạ pi mùa hạt này cả bắt bong cầm hôn bật ở phần pon đái đông dương nơiประเทศ Campuchia និងបានសំណុំពរឲ្យរាជរដ្ឋាភិបាលនិងសាលាជំរះក្តីនៃប្រទេសកម្ពុជាផ្ដល់នូវភាពយុត្តិធម៌ឲ្យបានឆាប់រហ័សដើម្បីទទួលបានដីសម្បត្តិសេដ្ឋកិច្ចយកមកអភិវឌ្ឍបន្តទៀតសន្និសីទកាហ្វេក៏បានទទូចឲ្យសាលាអូតូឆាប់បើកសវនកម្មដើម្បីចេញហ្វាដេកាចាប់ខ្លួនឈ្មោះដាវវ៉ាន់តនដែលក្បត់លេបយកទ្រព្យសម្បត្តិក្រុមហ៊ុនមកដាក់គុកវិញតាមអំណាចហ្វាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានផ្ដន់ទាទោសរូបគេដាក់ពន្ធនាគារ2ឆ្នាំ6ខែហើយនោះលោកទូតលុចមេធាវីតំណាងលោកទូតលុចមេធាវីតំណាងឲ្យក្រុមហ៊ុនដើមដៃដងយើងបានធ្វើបទបង្ហាញស្ដីពីចំណាត់ការនិងនីតិវិធីរបស់តុលាការក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះបន្ទាប់មកលោកហ្វាមទៀងយ៉ុងប្រធានក្រុមប្រឹក្សាអភិបាលក្រុមហ៊ុនចាដើមដៃដងយើងបានរៀបរាប់អំពីប្រវត្តិនិងការកកើតឡើងនៃក្រុមហ៊ុនដៃដងយើងបានបង្កើតឡើងកាលពីថ្ងៃទី4ធ្នូឆ្នាំ2008នៅប្រទេសវៀតណាមដែលបានចុះបញ្ជីអាជីវកម្មត្រឹមត្រូវតាមច្បាប់ក្រោយមកក្រុមហ៊ុននេះបានសម្រេចឲ្យមានការដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាសម្រាប់ដាំដំណាំឧស្សាហកម្មហើយបានប្រគល់ឲ្យឈ្មោះដាវវ៉ាន់តនជាប្រធានគ្រប់គ្រងសាខានៅកម្ពុជានេះតាមរយៈការប្រគល់សិទ្ធិឈ្មោះដាវវ៉ាន់តនបានចុះបញ្ជីសាខាក្រុមហ៊ុននៅកម្ពុជារួចទទួលបានសេចក្តីបញ្ជាក់ពីក្រសួងពាណិជ្ជកម្មចុះថ្ងៃទី20មករាឆ្នាំ2009ដោយបញ្ជាក់ច្បាស់ថាក្រុមហ៊ុនដៃដងយើងសាខានៅកម្ពុជាជាសាខាក្រុមហ៊ុនដៃដងយើងនៃប្រទេសវៀតណាមដែលមានឈ្មោះដាវវ៉ាន់តនជានាយកក្រុមហ៊ុននេះក្រោយមកទៀតក្រុមហ៊ុនបတ်សម្ព័ន្ធនេះបានទទួលដីសម្បត្តិសេដ្ឋកិច្ចពីរដ្ឋទំហំ4889 ហិកតានៅស្រុកអូជាដាវរតនគិរីចាខេត្តរតនគិរីមកធ្វើការវិនិយោគត្រឹមត្រូវតាមច្បាប់ពីរាជរដ្ឋាភិបាលកម្ពុជាដោយគំនិតទុច្ចរិតចង់លេបយកទ្រព្យសម្បត្តិក្រុមហ៊ុនឈ្មោះដាវវ៉ាន់តនបានក្លែងហត្ថលេខារបស់លោកហ្វាមទៀងយ៉ុងប្រធានក្រុមហ៊ុនដើមលើកិច្ចសន្យាចុះថ្ងៃទី10មីនាឆ្នាំ2011ថាក្រុមហ៊ុនដើមបានផ្ទេរភាគហ៊ុនទាំងអស់នៅក្នុងក្រុមហ៊ុនបတ်សម្ព័ន្ធនៅកម្ពុជាព្រមទាំងបានផ្ទេរសិទ្ធិសម្រេចផ្សេងឲ្យដាវវ៉ាន់តនទាំងស្រុងតែកិច្ចសន្យានេះត្រូវបានចៅក្រមស៊ើបសួរធ្វើកសលវិច័យរួចហើយឃើញថាក្លែងហត្ថលេខាមែនក្រោយមកលោកហ្វាមទៀងយ៉ុងបានដឹងពីសកម្មភាពរបស់ដាវវ៉ាន់តនចាក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចរហូតឈានដល់ការខាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញនៅថ្ងៃទី12មីនាឆ្នាំ2013ឈ្មោះដាវវ៉ាន់តនសម្រាប់ឃុំខ្លួនដាក់ពន្ធនាគារព្រៃសរប៉ុន្តែក្រោយមកសាលាអូតូបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញទើបលោកសំណុំពរឲ្យរាជរដ្ឋាភិបាលនិងសាលាជំរះក្តីនៃប្រទេសកម្ពុជាផ្ដល់នូវភាពយុត្តិធម៌ឲ្យបានឆាប់រហ័សដើម្បីទទួលបានដីសម្បត្តិសេដ្ឋកិច្ចយកមកអភិវឌ្ឍបន្តទៀតបាទនេះរឿងរ៉ាវបញ្ហាវិវាទដីក្រុមហ៊ុនដីសម្បត្តិរបស់គាត់ដែលត្រូវបានរដ្ឋផ្ដល់ឲ្យការអភិវឌ្ឍលើដំណាំកៅស៊ូបាទឥឡូវនេះយើងបន្តទៅរឿងរបស់យើងមួយទៀតចារឿងមួយទៀតនេះគឺជាករណីដែលកោះទូដែកអ្នកដូរលុយនិងលក់កាតទូរស័ព្ទនៅឯផ្សារអូរ៉េហ្វេយកប្រាក់អស់90លានរៀលនិងដុល្លារគឺ $18,000
អាជីវករដូរលុយនិងលក់កាតទូរស័ព្ទនៅក្នុង Phá Orife នៅជាន់ទី1តូបលេខ25ត្រូវបានចោលលួចហ្វែងទូដែកហើយកោះយកប្រាក់អស់90លានរៀលប្រាក់ដុល្លារ $18,000 លុយអឺរ៉ូ 60 អឺរ៉ូនិងកាតទូរស័ព្ទ $2,000 ហេតុការណ៍នេះភ្ញាក់ផ្អើលនៅម៉ោង 7:30 នាទីព្រឹកថ្ងៃ 22 តុលានៅក្នុង Phá Orife តូបលេខ25ជាន់ទី1សង្កាត់ Orife ទី1ខណ្ឌ 7 មករាប្រធាន Phá Orife បានឲ្យដឹងថាម្ចាស់តូបដែលត្រូវចោលកោះទូដែកនោះមានឈ្មោះឈួរឆេងអៀងភេទស្រីអាយុគឺ49ឆ្នាំមករបរដូរលុយនិងលក់កាតទូរស័ព្ទនៅ Phá Orife ស្នាក់នៅផ្ទះលេខ 56D ផ្លូវលេខ 230សង្កាត់បឹងហ្វ្លាងខណ្ឌទូកោប្រភពព័ត៌មានបានដឹងថាករណីលួចទូដែកនេះគឺចាកាត់ឡើងតាំងពីយប់ថ្ងៃទី21ខែតុលាមកម្លេះគ្រាន់តែមិនដឹងថាកើតឡើងនៅវេលាម៉ោងប៉ុន្មានហើយរហូតដល់ម៉ោង 7:06 ព្រឹកពេលដែលបើកទ្វារផ្សារស្រាប់តែសន្តិសុខនៅក្នុងប្រទេសឃើញទូដែកមួយនៅចោលតាមផ្លូវដើរចូលទៅក្នុងផ្សារក៏ត្រូវបានសន្តិសុខនាំគ្នាហ្វែងយកមកដាក់នៅទីស្នាក់ការផ្សាររហូតដល់ម្ចាស់តូបទៅដល់បើកតូបលក់ដូរទើបដឹងថាបាត់ទូដែកធ្វើឲ្យមានការភ្ញាក់ផ្អើលប្តឹងដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ម្ចាស់ទូដែកនោះបានឲ្យដឹងថានៅក្នុងនោះគឺមានប្រាក់90លានរៀលប្រាក់ដុល្លារ $18,000 លុយអឺរ៉ូ 60 អឺរ៉ូនិងកាតទូរស័ព្ទ $2,000 ត្រូវបានក្រុមចោរលួចកោះប្រមូលអស់រលីងពីក្នុងទូនៅហ្វាតែសម្បកទូដែកដែលមានទម្ងន់រហូតទៅដល់105គីឡូក្រាមនោះចាត្រូវក្រុមចោរហ្វែងយកទៅទម្លាក់ចោលនៅតាមផ្លូវដែលតូចចង្អៀតហើយបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចដែលមានរបស់សមត្ថកិច្ចគឺមានគ្នាពី3ទៅ4នាក់ទើបអាចហ្វែងទូដែកនោះបានព្រោះផ្លូវចូលតូចចង្អៀតពិបាកហ្វែងខ្លាំងណាស់ប្រភពព័ត៌មានបានដឹងទៀតថាជុំវិញករណីនេះម្ចាស់ទូដែកនិងប្រធានហ្វាបានដាក់ពាក្យបណ្ដឹងហើយប៉ុន្តែសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្តទៀតដោយសារតែករណីខាងលើនេះមានការសង្ស័យថាតើតែខ្មោចនៅខាងក្នុងឲ្យដៃទើបខ្មោចខាងក្រៅយកចាយកបានខ្មោចក្នុងឲ្យដៃទើបខ្មោចព្រៃវាចូលបាទតាមពិតទៅនៅតាមផ្សារយើងតែងតែដឹងថាមានសន្តិសុខយាមផ្សារគ្រប់គ្រាន់ប៉ុន្តែឥឡូវនេះបែរជាក្រុមចោរចូលកោះទូដែកនៅក្នុងផ្សារបែរជាខាងសន្តិសុខនោះអត់ដឹងបាទហ្នឹងវាជួនកាលពេលខ្លះវាចូលអត់ដឹងមែនប៉ុន្តែជួនកាលពេលខ្លះគេអាចចោទប្រកាន់ទៅលើអ្នកនៅខាងក្នុងនឹងតែម្ដងបាទអញ្ចឹងទេមានតែការស្រាវជ្រាវឲ្យស៊ីជម្រៅទៅទើបដឹងហើយព្រោះនៅកន្លែងខាងក្នុងផ្សារក្រុមអាជីវករគេបង់លុយឲ្យក្រុមសន្តិសុខបាទអញ្ចឹងទ្រព្យសម្បត្តិរបស់គេនៅក្នុងផ្សារហ្នឹងគឺគេតាមរយៈការផ្ដល់លុយតាមរយៈខែក្នុងមួយខែប្រហែលអញ្ចឹងអាជីវករទាំងអស់ដែលគាត់លក់នៅក្នុងផ្សារធំទាំងអស់គឺគាត់តែងតែបង់ប្រចាំខែឲ្យសន្តិសុខផ្សារបាទដើម្បីយាមទ្រព្យសម្បត្តិរបស់គាត់អញ្ចឹងបើសិនជាទ្រព្យសម្បត្តិរបស់គាត់ត្រូវបានចោរលួចបែរជាមិនដឹងអាហ្នឹងអ្នកណាអ្នកទទួលខុសត្រូវបញ្ហាទី1គឺប្រធានផ្សារគឺជាអ្នកត្រូវធ្វើការស្រាវជ្រាវឲ្យស៊ីជម្រៅថាតើចោរខាងក្រៅឬក៏ចោរខាងក្នុងបាទហ្នឹងតែអញ្ចឹងបាទអញ្ចឹងទុកឲ្យខាងក្រមព្រំប្រទាននគរបាលក្រុងបន្តស្រាវជ្រាវថែមទៀតចុះព្រោះរឿងនេះប្រហែលជាអាចមានការសង្ស័យពាក់ព័ន្ធនៅខាងក្នុងយ៉ាងម៉េចហើយបាទព្រោះផ្សារបិទចិត្តបាទហើយសន្តិសុខទៅយាមនៅចំណុចតាមច្រកចូលនីមួយបាទប៉ុន្តែឥឡូវគាត់យកទូដែកយ៉ាងស្រួលមិនស្រួលគាត់ទេណាទូដែកនៅក្នុងផ្សារណាចុះគេអ្នកលក់ពេលខ្លះទៅលុយគេច្រើនគេដាក់ផ្ទះនោះមានខ្លះហើយប៉ុន្តែដល់នេះអាងទូដែកចឹងទៅនេះមកគាត់យកទូដែកបានណាឃើញទេបាទទូដែកឡើងក្រាស់ខ្មឹកឲ្យនៅកោះបានបាទអញ្ចឹងទេលោកប្រធានផ្សារបន្តស្រាវជ្រាវជាមួយសមត្ថកិច្ចទៅដើម្បីធ្វើការស៊ើបអង្កេតចំពោះអ្នកដែលដៃដល់ទាំងអស់នេះបាទជើញតទៀតចាឥឡូវយើងចូលទៅមកករណីទៀតដែលចោរឆក់កាបូបម្នាក់ត្រូវបានគេស្គាល់ថាជាកូនរបស់នគរបាលខណ្ឌពោធិ៍សែនជ័យចាចោរឆក់កាបូប2នាក់ឆក់បានសម្រេចហើយត្រូវនារីម្ចាស់កាបូបនឹងចាប់ទាញមកវិញធ្វើឲ្យអ្នកឃើញហេតុការណ៍រុញម៉ូតូមួយគ្រឿងចាបុកម៉ូតូជន់សង្ស័យបណ្ដាលឲ្យដួលម៉ូតូទាំងពីរគ្រឿងនោះហើយត្រូវតុលាការប្រជាពលរដ្ឋចាប់បានចោរម្នាក់ជាអ្នកឆក់កាបូបដែលគេស្គាល់ថាជាកូនរបស់លោកនគរបាលខណ្ឌពោធិ៍សែនជ័យហេតុការណ៍នេះគឺកើតឡើងនៅវេលាម៉ោង 12:15 នាទីថ្ងៃត្រង់ថ្ងៃ 22 តុលានៅតាមផ្លូវលេខ 528 សង្កាត់បឹងកក់ទី1ខណ្ឌទួលគោក
ចានារីជាម្ចាស់កបោបមានឈ្មោះថាញុលវិចិត្រភេទហ្វ្រៃអាយុ21ឆ្នាំមករបរជាបុគ្គលិកយានដ្ឋានលៀងរថយន្តគិរីរម្យដែលស្ថិតនៅតាមផ្លូវលេខ315សង្កាត់បឹងកក់ទី2ខណ្ឌទូកកស្នាក់នៅផ្ទះលេខ 102G ផ្លូវកែចិន្តាសង្កាត់ជ្រោយចង្វាខណ្ឌរ៉ូវកែវចំណែកឯជនសង្ស័យមានឈ្មោះតុនហ្វថារៈភេទប្រុសអាយុ17ឆ្នាំមករបរសិស្សស្នាក់នៅផ្ទះលេខ55ផ្លូវលេខ516ក្រុម52សង្កាត់បឹងកក់ទី1ខណ្ឌទូកកនគរបាលប៉ុស្តិ៍បឹងកក់ទី1បានដឹងថាមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូស្កូពីពណ៌អសជិះតាមផ្លូវលេខ315ពីជនទៅត្បូងបត់ស្ដាំឆ្ពោះទៅផ្លូវលេខ528ទៅដល់មុខយានដ្ឋានហេងស្រាប់តែជនសង្ស័យ2នាក់ជិះម៉ូតូ Suzuki Nix ពណ៌សមិនចាំស្លាកលេខបានជិះទៅអែបចិត្តហើយជនសង្ស័យរួមជាមួយអ្នកធ្វើដំណើរហ្នឹងក៏បានធ្វើសកម្មភាពឆក់យកកាបូបរបស់នារីរងគ្រោះធ្វើឲ្យនាងក្រឡេកឃើញក៏បានស្រវាទាញខ្សែកាបូបមកវិញប៉ុន្តែខ្សែកាបូបនោះដាច់ចេញពីកាបូបហើយស្របពេលនោះមានអ្នកឃើញហេតុការណ៍ហ្នឹងកំពុងតែឈប់ម៉ូតូនៅចិញ្ចើមផ្លូវបានរុញម៉ូតូរបស់គាត់ឲ្យទៅបុកជាមួយនឹងម៉ូតូជនសង្ស័យចាទើបបណ្ដាលឲ្យម៉ូតូជនសង្ស័យហ្នឹងដួលចាហើយនឹងម៉ូតូនារីរងគ្រោះចាដួលដែរប៉ុន្តែมันមានរងរបួសអីធ្ងន់ធ្ងរនោះទេហើយស្របពេលនោះជនសង្ស័យជាអ្នកបើកម៉ូតូបានលើកម៉ូតូជិះគេចខ្លួនទៅបាត់នៅសល់តែជនសង្ស័យម្នាក់ដែលជាអ្នកធ្វើសកម្មភាពឆក់កាបូបនៅកន្លែងកាត់ហេតុត្រូវប្រជាពលរដ្ឋរត់ទៅស្វាគមន៍មួយដៃមួយជើងម្នាក់រងរបួសធ្ងន់ហើយសមត្ថកិច្ចទៅដល់នាំទៅប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី1គណៈដែលសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅដល់ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី1ដោយសារតែស្ថានភាពរបួសធ្ងន់ហើយក្រុមគ្រួសារបានមកដល់សូមបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតកាបូបនារីរងគ្រោះមិនបានបាត់ទេប៉ុន្តែពេលដែលដួលម៉ូតូគឺខ្ទាតទូរស័ព្ទដៃមួយគ្រឿងចេញពីកាបូបបាត់ទៅហើយបច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌទូកករងចាំធ្វើការដោះស្រាយតាមច្បាប់បាទកូននគរបាលខណ្ឌពោធិ៍សែនជ័យបាទអូមិនចឹងអាកូនទៅអញ្ចឹងឪពុកម្ដាយបែបអត់ដឹងទេប៉ាឯងធ្វើនគរបាលហើយទីបំផុតបែរជាមកយកគេឈ្មោះលពុកមកធ្វើអញ្ចឹងបាទហើយលពុកគ្មានដឹងទេមកបាក់ពួកដែលត្រូវជិះម៉ូតូមកឆ្ងាយដែលទីបំផុតឥឡូវពេលដែលលពុកមើលឃើញណែដឹងមួយណាទេពូសែនជ័យប៉ូលីសពូសែនជ័យស្គាល់មុខខ្ញុំទាំងអស់ស្គាល់ឈ្មោះខ្ញុំទាំងអស់ហ្នឹងតែដឹងមួយណាដែរបាទដឹងកូនលោកប៉ូលីសមួយណាទេស្គាល់ឮឈ្មោះខ្ញុំស្គាល់ហើយបាទប៉ុន្តែយ៉ាងណាក៏ដោយគួរឲ្យសោកស្ដាយដែលកូនទៅប្រព្រឹត្តល្មើសអញ្ចឹងហើយធ្វើឲ្យខូចកិត្តិយសឪពុកដែលកំពុងតែបម្រើការងាររាជការជានគរបាលជាតិបាទតើសមទេកូនធ្វើអញ្ចឹងបាទតោះឥឡូវនេះទុកឲ្យច្បាប់ដល់ទាទោសតាមផ្លូវច្បាប់ចុះបាទប៉ុន្តែឥឡូវនេះយើងសិលាសល់រឿងច្រើនណាបាទអីក៏ចុងក្រោយអីគេហ្នឹងចាគឺករណីចាញ់បោកហ្វីម2ក្រុមហ្វីម2អស់ព្រហ្មចារីមើលបន្តរឿងនឹងបញ្ចប់ចុងក្រោយតោះចាគឺចាញ់បោកក្រុមហ្វីម2អស់ព្រហ្មចារីទើបរត់ចេញទៅធ្វើឲ្យទើបរត់ចេញទៅឲ្យសមត្ថកិច្ចជួយនារីវ័យក្មេងជាជាងអ៊ុតហ្វាក់ម្នាក់នឹងចាញ់បោកក្រុមហ្វីម2លួងលោមពីខេត្តកំពង់ចាមមករកការងារធ្វើនៅឯទីក្រុងភ្នំពេញចាបោកយកព្រហ្មចារីឲ្យបង្ខាំងទុកនៅក្នុងផ្ទះសំណាក់4ថ្ងៃហើយទើបរត់គេចខ្លួនពីឋាននរកចេញពីឋាននរកកាលពីវេលាម៉ោង 1:30 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ$22ក៏ទៅប្តឹងនៅប៉ុស្តិ៍ច្បារអំពើទី1ខណ្ឌមានជ័យលោកស្រីមួហ្វុកជាចៅសង្កាត់ច្បារអំពើទី1បានដឹងថានារីរងគ្រោះឈ្មោះហេងទូភេហ្វ្រេអាយុ18ឆ្នាំហើយមុខរបរគឺរៀនអ៊ុតហ្វាក់នៅហ្វាហ្វួងមានស្រុកកំណើតនៅភូមិជឺកុកឃុំក្រែកស្រុកពញាក្រែកខេត្តកំពង់ចាមនាងបានស្គាល់ជាមួយជនល្មើសជាក្រុមហ្វីម2ចានៅផ្សារហ្វួងបានបបួលនាងមករកការងារធ្វើនៅឯភ្នំពេញដែលអាងថារូបគេក៏ជាអ្នកអ៊ុតហ្វាក់ដែរពេលមកដល់ភ្នំពេញនៅពាក់កណ្ដាលអាធ្រាត្រតែមិនបានចាំថ្ងៃថាទីប្រហែលទេគ្រាន់តែដឹងថាមកដល់បាន4ថ្ងៃហើយចាហើយនៅស្នាក់ហើយក៏ទៅស្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់នៅម្ដុំរងមូលផ្សារដើមថ្កូវជាមួយនឹងហ្វីម2ចា2នាក់នឹងជាមួយនឹងបរិសុទ្ធហ្វីម2នាក់ជាមួយនឹងស្ត្រីម្នាក់ទៀតសរុបទាំងអស់4នាក់ណោះចាដោយបង្ខាំងនាងទុកមិនឲ្យនាងចេញទៅណាមកណាទេគឺនៅតែក្នុងបន្ទប់ហើយបើតាមសម្ដែងនារីរងគ្រោះបានឲ្យដឹងទាំងនៅរវើរវាយដូចជាបែកថ្នាំបានឲ្យដឹងថាពេលដែលនាងបានស្គាល់ហ្វីម2ហើយតាមគេមករកការងារធ្វើនៅឯភ្នំពេញទាំងមិនដែលស្គាល់ភ្នំពេញផងពេលដែលមកដល់ភ្នំពេញត្រូវបានគេនាំទៅស្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់មួយដែលមានគ្នា4នាក់ស្រី2 ស្រី2នាក់ហ្វីម2នាក់
ហើយបានបង្ខាំងនាងទុកឲ្យចេញមិនឲ្យចេញទៅក្រៅទេឬក៏ទៅណាមកណាទេហើយបានចាប់នាងរំលោភទៀតផងមិនតែប៉ុណ្ណោះអាចធ្វើអាចឲ្យប្រើប្រាស់គ្រឿងញៀនដែរចា៎បាទអញ្ចឹងចេះសូមជម្រាបជូនសម្រាយឲ្យងាយយល់ដើម្បីកុំឲ្យប្រិមិត្តរបស់យើងដែលទស្សនានៅតាមបណ្ដាខេត្តជនបទភូមិដាច់ស្រយាលគាត់មិនដឹងថាចំ មិនទៅចាញ់បោកស៊ីម2មិនទៅស៊ីមមកជាទូទៅនិយាយស៊ីមទូរស័ព្ទឯងអញ្ចឹងបាទដល់ទៅពេលគាត់លើថាមិនទៅស៊ីម2នឹងមនុស្សស៊ីម2បានន័យថាមនុស្សនឹងគាត់ប្រើទូរស័ព្ទ2ហ៎បាទអញ្ចឹងអាចឆ្ងល់អញ្ចឹងប៉ុន្តែយើងអ្នកនៅទីប្រជុំជនលើថាស៊ីម2យើងដឹងអញ្ចឹងសូមជម្រាបថាស៊ីម2នឹងនិយាយឲ្យចំគឺខ្ទើយចានិយាយឲ្យចេះតែមកទៅបានន័យថានិយាយប្រភេទមួយទៀតគឺភេទទី3អញ្ចឹងហ៎ភេទទី3អញ្ចឹងនិយាយឲ្យងាយស្ដាប់មែនទេគឺខ្ទើយប្រុសបន្តិចស្រីបន្តិចអញ្ចឹងទៅបាទអញ្ចឹងដល់ពេលឥឡូវនាងចាញ់បោកគេអើយបាទតែគាត់នៅវាអត់អស់អីប្រហែលទេបើទ្រព្យសម្បត្តិទេប្រហែលនៅដដែលបាទស៊ីម2បាទឥឡូវនេះយើងសូមបញ្ចប់សាច់រឿងយើងប៉ុណ្ណឹងហើយយើងងាកមកមើលជំនួយរបស់យើងនេះវិញបាទប្រិមិត្តដែលបានផ្ដល់ជំនួយមនុស្សធម៌សម្រាប់កាកបាទសម្រាប់កាកបាទសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់ក៏ដូចជាជំនួយនេះក៏ជួយដល់គ្រួសារក្រីក្រដែលពិតប្រាកដនៅតាមបណ្ដាខេត្តក្រុងមួយចំនួនយើងនឹងតែងតែយកទៅដល់ហើយក៏មានទូរស័ព្ទច្រើនណាស់ដែលទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ពីកន្លែងគ្រួសារក្រីក្រដើម្បីយើងយកជំនួយទាំងអស់នេះទៅដល់នឹងតែម្ដងបាទនៅក្នុងនេះដូចជាដាក់ចិត្តខ្ញុំនេះគឺនេះស្អីគេសាលាមើលតិចមើលអានឹងថ្នាំប្រភេទអីចាគឺមើលឈ្មោះគាត់ណាចាហ្វតស្ថានឌីណាឧបត្ថម្ភថ្នាំពេទ្យចាគឺ10ប្រអប់ក្តៅខ្លួន10ប្រអប់រៀក10ប្រអប់ក្តៅខ្លួន10ប្រអប់ចាហើយឈ្មោះហវិរៈបាទគាត់ផ្ដល់ថ្នាំដាក់ភ្នែកដែលភ្នែកក្មេងៗគេនៅតាមទឹកលិចណាវាឈឺថ្នាំឈឺភ្នែកហ្នឹងយកថ្នាំហ្នឹងទៅបន្តបាទថ្នាំដាក់ភ្នែកចំនួន170ប្រអប់បាទ170ប្រអប់ស្មើនឹង17មែនទេ170ដបស្មើ17ប្រអប់អូខេថាអប់លឹះរបស់គេហ្នឹងយើងមានអីឲ្យគេណាបាទក្នុងនេះក៏មានមួយអំណោយមកពីលោកស្កុតផែបាទស្កុតផែលោកស្រីសូហ្វីផែបាទលោកស្រីអ៊ីវ៉េតសំបាទមកពីទីក្រុងឡង់ប៊ិចសហរដ្ឋអាមេរិកបាទមានឧបត្ថម្ភជាអង្ករចំនួន7បាវត្រីខ10យួរមី10កែស្ករស10គីឡូក្រាមទឹកត្រី10យួរទឹកស៊ីអ៊ីវ10យួរឆៃពៅ10គីឡូក្រាមបាទលោកស្រីកឹមហៀងនិងភរិយាព្រមទាំងបុត្រនៅប្រទេសអូស្ត្រាលីខេត្តដាវិនជំនួយឧបត្ថម្ភជាថវិកាចំនួន2លានរៀលបាទលោកងាន់ទូចនិងលោកស្រីឌីវ៉ាន់ថានៅម្ដុំណានជីងឧបត្ថម្ភជាថវិកាចំនួន100000រៀលបាទកញ្ញាវ៉ាហេងជូនៅសហរដ្ឋអាមេរិកឧបត្ថម្ភមី5កេសធំស្មើនឹង30កេសតូចបាទ35កេសធំស្មើនឹង30កេសតូចបាទទឹកស៊ីអ៊ីវ10យួរឆៃពៅ15គីឡូក្រាមតែអត់ទាន់មកដល់ទេគាត់ឲ្យឈ្មោះមកមុនបាទគាត់នឹងដឹកមកតាមក្រោយបងស្រីអាងអេងហួយលក់គុយទាវហាងហេងនៅគីឡូម៉ែត្រលេខ11ឬសីកែវឧបត្ថម្ភជាខែតែម្ដងក្នុងមួយខែ100000រៀលបាទសាច់ឲ្យហងមាសយកទៅចែកឲ្យសម្រាប់ជនក្រីក្របាទអញ្ចឹងសាច់ឲ្យថាឃើញក្រីក្រឯណាយកទៅគាត់ឧបត្ថម្ភជាខែក្នុងមួយខែ100000រៀលបាទអរគុណអ្នកបងអាងអេងហួយលក់គុយទាវម៉ាកយីហោហេងគីឡូម៉ែត្រលេខ11បាទឥឡូវនេះយើងប៉ុណ្ណឹងចុះព្រោះដល់ម៉ោងទៅហើយម៉ោងរបស់យើងកាន់តែជ្រេទៅហើយបាទនៅមានឈ្មោះទៀតតែក៏មានឈ្មោះដែលប្រិមិត្តរបស់យើងឲ្យមកយើងអត់ទាន់ទទួលបានពីខាងអូស័យបាទអញ្ចឹងចាំស្អែកសូមយើងបន្តបាទប៉ុន្តែសម្រាប់ថ្ងៃនេះខ្ញុំជាមួយនឹងសីឡារួមជាមួយនឹងក្រុមការងារត្រូវជម្រាបលាទូទាំងជនត្រឹមពេលវេលាប៉ុណ្ណេះហើយបាទក៏ប៉ុន្តែសូមនឹងក៏មិនភ្លេចដែរចំពោះដៃគូពាណិជ្ជកម្មដៃគូដែលគ្រប់គ្រងកម្មវិធីហងមាសព័ត៌មានតាំងពីដើមរហូតដល់ចប់បាទសម្រាប់ម៉ោងនេះខ្ញុំជាមួយនឹងសីឡារួមជាមួយនឹងក្រុមការងារសូមជម្រាបលាជួបគ្នានៅថ្ងៃស្អែក